បងប្អូនណាខ្លះដែលតែងតែគិតថាឡានយើងគ្រាន់តែលុតឆេកដូចសម៉ាំងទេជីសិនទៅខ្ញុំហ្នឹងហើយបងប្អូនទាំងអស់គ្នាជីសិនទៅស៊ីប្រេងស៊ីយកម៉ែអត់ស៊ីហើយបងប្អូនទាំងអស់គ្នាខ្ញុំនិយាយត្រង់បងប្អូនកុំអត់ជឿណាឬសូបងជាងនិយាយឬក៏បងដែលគាត់ធ្លាប់មានបទពិសោធន៍ប្រើប្រាស់ឡានគាត់និយាយថាអត់ឯងអត់យកឡានទៅមើលដូចសម៉ាំងទេយ៉ាត់ស៊ីប្រេងជួយយ៉ាត់ឡានស៊ីមែនបងប្អូនទាំងអស់គ្នាបាទខ្ញុំរថយន្តខ្ញុំតាំងពីទិញមកខ្ញុំឃើញឆេកទៅគឺអត់មានអីមានតែកោតដូចសម៉ាំងមួយទេហើយខ្ញុំធ្លាប់ដូរម្សៅដូរអត់បាត់ដូរម្សៅដូរបាត់អញ្ចឹងណាអញ្ចឹងខ្ញុំគិតថាកំតនណាដូរវាខ្ញុំជិះសិនទៅវាដូចជាមិនស៊ីប្រេងណាស់ណាម៉ានេះតែការគិតគឺខុសមែនតើបងប្អូនទាំងអស់គ្នាអើយស៊ីណាវាអាចស៊ីឧទាហរណ៍បើសិនជាយើងធ្លាប់រត់100គីឡូស៊ី7លីត្រឡានរបស់យើងអាចនឹងស៊ីដល់មកដល់10លីត្រឬក៏12លីត្រខ្ញុំនិយាយឲ្យត្រង់បងប្អូនទាំងអស់គ្នាគឺស៊ីយកតែមែនតើហើយ100គីឡូ12លីត្រចង់ស្មើឡានម៉ាស៊ីន6បងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងឡានលោតឆេកដូចសម៉ាំងល្មមអីយកទៅធ្វើឲ្យហើយកុំទុកឥឡូវខ្ញុំធ្វើឲ្យបើខ្ញុំជិះទៅប្លែកមានអារម្មណ៍ថា$10ឬក៏10លីត្រយើងជិះបានឆ្ងាយជាងមុនបាទអញ្ចឹងនេះគ្រាន់តែជាការចែកម្លែកពីខ្ញុំបងប្អូនមានបទពិសោធន៍ច្រើនជាងខ្ញុំពេលបងជាមួយនឹងការប្រើប្រាស់រថយន្តឲ្យខូចដូចសម៉ាំងហ្នឹងជួយខមមិនម្នាក់មួយមកអាឡានខូចសបុកឃុំវាស៊ីសាំងវាជារឿងមួយហើយអាឡានលោតដូចសម៉ាំងវាអត់ដើរអត់មានដំណើរការចាប់ sensor ចាប់ប្រព័ន្ធផ្សែងហ្នឹងបោះទៅ ECU ហ្នឹងគឺវាដើរអត់ស្រួលម៉ាស៊ីនយើងក៏ឆេះអត់ស្រួលដែរអញ្ចឹងវាស៊ីសាំងហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនដែលមានបទពិសោធន៍អាចជួយខមមិនម្នាក់មួយនៅក្នុងវីដេអូមួយនេះអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ